ស្ដីបងបាទសួស្ដីបងបងអាចណែនាំខ្លួនតិចបានទេបងបានខ្ញុំបាទឈ្មោះប៊ុនសវណ្ណជាអតីតសិស្សចំនួន6វគ្គ1នៅវិទ្យាស្ថានវណ្ណដាដឹងហើយថាបងរៀនជំនាញគណនេយ្យតើមូលហេតុអីបានរើសយកជំនាញគណនេយ្យមកសិក្សាបាទអរគុណសម្រាប់សំណួរមូលហេតុដែលខ្ញុំបានយកជំនាញគណនេយ្យមកសិក្សាដោយសារទី1យើងឆ្លាញ់ទៅលើផ្នែកគណនេយ្យហើយយើងឆ្លាញ់ផ្នែកធនាគារផងអញ្ចឹងផ្នែកធនាគារគឺផ្ដោតទៅលើគណនេយ្យហ្នឹងឯងជាចាំបាច់ការគិតគូរលេខការគណនាអីមកចប់សពគ្រប់អញ្ចឹងទើបជំរុញឲ្យខ្ញុំសិក្សានៅវណ្ណដាចេះរើសគណនេយ្យជាគោលតាក់ទងជាមួយនឹងវិស័យធនាគារតើបងមានតួនាទីអីដែរនៅក្នុងការបម្រើការក្នុងធនាគារហ្នឹងបាទតាក់ទងនៅក្នុងវិស័យធនាគារខ្ញុំបាទមានតួនាទីជា Credit Officer ស្មើនឹងមន្ត្រីឥណទានអញ្ចឹងការចាប់អារម្មណ៍លើវិទ្យាស្ថានវណ្ណដាហ្នឹងគឺវាអត់ខុសទេវាសារភ្ជាប់ជាមួយគ្នាទាំងអស់និយាយទៅសូម្បីតែខ្ញុំទៅ train នៅកន្លែងក៏គេលើកអាការគណនាដែលថាយើងធ្លាប់រៀននៅសាលាវណ្ណដាផ្នែកគណនេយ្យហ្នឹងមកគឺវាមាននៅក្នុងហ្នឹងទាំងអស់គឺវាមាននៅក្នុងធនាគារទាំងអស់មិនថាខ្ញុំជាមន្ត្រីឥណទានទេសូម្បីតា teller account ឬមួយក៏អីផ្សេង admin អីគឺត្រូវចាំបាច់ទៅលើផ្នែកគណនេយ្យហ្នឹងទាំងអស់បាទសូមសួរបងមួយសំណួរទៀតថាតើជំនាញគណនេយ្យបានអភិវឌ្ឍបងយ៉ាងណាខ្លះចំពោះការសិក្សាហើយនឹងពេលដែលបងចេញធ្វើការងារមកបាទចំណុចចំនួននេះខ្ញុំអាចបកស្រាយបានកាលខ្ញុំសិក្សាគឺខ្ញុំអាចថានិយាយបានថាឆ្នាំទី1ខ្ញុំចូលសិក្សាអញ្ចឹងបន្ទាប់ពីឆ្នាំទី1យើងអាចថារៀនបានចាប់ពី6ខែទៅ8ខែអញ្ចឹងខ្ញុំអាចរកការងារមួយបានធ្វើការងារហ្នឹងខ្ញុំចាប់ផ្ដើមពីមន្ត្រីឥណទានដូចគ្នា Credit Officer តែយើងនៅស្ថាប័នមួយដែលមានកម្រិតអញ្ចឹងពេលយើងចាប់ផ្ដើមសិក្សាបណ្ដាលយើងរៀនបណ្ដាលអញ្ចឹងយើងយកការសិក្សារបស់យើងយកទៅបរិញ្ញាយើងនៅកន្លែងធ្វើការហើយមួយទៀតការសិក្សាអាចបណ្ដុះបណ្ដាលឲ្យយើងឡើងទៅមួយកម្រិតទៀតអញ្ចឹងបន្ទាប់មកខ្ញុំនៅកន្លែងហាងប្រចាំតូចតាចធម្មតាហើយបន្ទាប់មកខ្ញុំឡើងមកថ្នាក់ទៀតឡើងចូល micro បន្ទាប់ពី micro រួចខ្ញុំឡើងចូលដល់ធនាគារដល់សប្តាហ៍បាទបងខ្ញុំមានចំណាប់អារម្មណ៍មួយត្រង់បងថារៀនផងធ្វើការផងកន្លែងហ្នឹងតើបងអាចបង្ហាញពីពេលវេលាបែបណាដើម្បីឲ្យយើងមានពេលវេលាមួយសម្រាប់សិក្សាផងហើយនឹងធ្វើការផងបាទអញ្ចឹងខ្ញុំសូមឆ្លើយសំណួរនេះជាដើមដំបូងខ្ញុំបាទសិក្សានៅវេនព្រឹកអញ្ចឹងខ្ញុំអត់មានការងារធ្វើទេអញ្ចឹងហើយខ្ញុំតេតទៅនឹងការងារពេលយើងសុភាពេលយើងអីគេសួរយើងហើយថាយើងរៀននៅសាលាណាអញ្ចឹងយើងប្រាប់គេទៅតាមហ្នឹងយើងរៀននៅសាលាណាមកយើងថារៀននៅវិទ្យាស្ថានវណ្ណដាអញ្ចឹងវិទ្យាស្ថានវណ្ណដាផ្នែកគណនេយ្យអញ្ចឹងគេកំពុងតែត្រូវការមុខជំនាញហ្នឹងអញ្ចឹងហើយបានជំនួយឲ្យខ្ញុំធ្វើការបន្ទាប់មកវាជន់វេនគ្នាជន់វេនធ្វើការអញ្ចឹងយើងអាចផ្លាស់ប្ដូរវេនបានអញ្ចឹងសាលារៀនគេឲ្យយើងផ្លាស់ប្ដូរវេនដោយសេរីអត់ច្បាប់ភ័យខ្លាចពេលយើងចូលរៀនរួចសាលាគេឲ្យយើងប្ដូរវេនអាហ្នឹងពេលយើងមានការងារហើយគឺយើងអាចសុំគេប្ដូរវេនបានអញ្ចឹងយើងអាចសុំប្ដូរវេនបានហើយយើងជ្រើសពេលវេលាណាមួយដែលយើងអាចធ្វើការបានអញ្ចឹងពេលវេលាណាដែលយើងអាចរៀនសូត្របានអញ្ចឹងយើងបែងចែកគ្នាឲ្យដាច់តើបងមានចំណាប់អារម្មណ៍យ៉ាងណាដែរចំពោះសាកលវិទ្យាល័យបណ្ណាបាទសម្រាប់ខ្ញុំស្រាប់ទៅលើចំណាប់អារម្មណ៍ខ្ញុំផ្ដោតសំខាន់ទៅលើការសិក្សាខ្ញុំដំបូងគឺខ្ញុំសិក្សានៅសាលាចាស់យើងអាចថាសាលាចាស់ចំនួន6វគ្គ1អញ្ចឹងបន្ទាប់មកសាលាវិវត្តខ្លួនមកសាខាថ្មីគឺធំមែនទែនការចតឡានចតម៉ូតូអីគឺមានភាពទូលំទូលាយហើយវិន័យសាលាល្អហើយតើតើនឹងបណ្ណាល័យកន្លែងមើលសភៅអីវាទូលំទូលាយហើយគ្រូប្រកបដោយសុជីវធម៌ហើយនឹងគុណធម៌គឺល្អការវិន័យបដិបដាលយើងឲ្យដើរទៅមុខល្អអញ្ចឹងហើយបានជាខ្ញុំឲ្យប្អូនខ្ញុំ
មកចុះឈ្មោះទាំងពីរនាក់ បាទ ដើម្បីមកក្រេបចំណេះបន្តទៅមុខទៀតហើយបន្ទាប់មកឲ្យគាត់ដើរទៅលើផ្លូវអ្វីដែលគាត់ស្រឡាញ់ដែរអញ្ចឹងគាត់ស្រឡាញ់ទៅលើវិស័យធនាគារឬមួយក៏ស្រឡាញ់ទៅលើការងាររដ្ឋណាមួយអញ្ចឹងគាត់អាចមកសិក្សាស្វែងយល់ខ្លួនឯងបានអញ្ចឹងណាជាចុងក្រោយនេះខ្ញុំបាទសូមលើកទឹកចិត្តដល់បងប្អូនថ្នាក់ទី12ឬមួយក៏បងដែលគាត់រៀនយូរហើយតែមិនដឹងថារោសាលានៅណាមិនទាន់បានអាចមកសិក្សាមិនថាប្រុសមិនថាស្រីអាចមកសិក្សានៅសាកលវិទ្យាល័យវណ្ណដាបានអញ្ចឹងយើងមកទទួលចំណេះបានមួយផ្នែកទៀតដើម្បីយកទៅប្រើប្រាស់ជាទូទៅ អរគុណបងចំពោះការចំណាយពេលវេលាដ៏មានតម្លៃក្នុងការចែករំលែកនៅបទពិសោធន៍ទាំងបទពិសោធន៍ការងារទាំងបទពិសោធន៍ក្នុងការសិក្សាជូនដល់បងប្អូនឲ្យបានដឹងបានយល់ថាការសិក្សាពិតជាមានតម្លៃអញ្ចឹងបងប្អូនដែលប្រឡងចប់ទី12ហើយកុំចំណាយពេលវេលាចោលយើងរស់រានឡើងមកចោះឈ្មោះនៅសាកលវិទ្យាល័យបណ្ណានៅពេលនេះបាទសូមអរគុណ បាទ